Nơi trong phum đạch sờ già muối miên tê chơi cha trượt trôm muối chô nơi các bài đàm thao thông mà nụ nông phum tang hà mà chạp tê nụ thả. Pu cầm hụt, rú quát chia bồ rò cha mà nẹ đại miên nông con bẩn tích đài dư, hai mục mọt tang sờ pôn đôi mà nụ đại lẹ rương chi chạp chi du một hải. Chmú bất rò bó quát cư Pù Sàn. Pù Sàn miênอายุ ជាង 60 ឆ្នាំគាត់រស់ម្នាក់ឯងតាំងពីប្រពន្ធស្លាប់ជាង 10 ឆ្នាំមុនគ្មានកូនគ្មានបងប្អូននៅជិតមានតែឆ្កែចាស់មួយក្បាលឈ្មោះខ្មៅដែលដេកក្បែរគាត់រាល់យប់អ្នកភូមិខ្លះអាណិតគាត់អ្នកខ្លះវិញខ្លាចព្រោះមានពាក្យចាំអារាមថាពូសានធ្លាប់ជាមនុស្សកាចហើយកាលនៅក្មេងគាត់ធ្លាប់ធ្វើរឿងអាក្រក់ជាច្រើនអ្នកខ្លះថាគាត់ធ្លាប់វាយប្រពន្ធអ្នកខ្លះថាគាត់ធ្លាប់ផឹកស្រារាល់ថ្ងៃនិងលេងល្បែងរហូតលក់ដីអស់តែគ្មាននរណាដឹងការពិតឡើយរៀងរាល់ព្រឹកពូសានតែងដើរទៅវាលស្រែតូចរបស់គាត់ទោះខ្លួនចាស់ក៏ដោយគាត់នៅតែព្យាយាមធ្វើការម្នាក់ឯងពេលខ្លះក្មេងក្នុងភូមិរត់តាមសាយចំអកមើលពូកំហួចដើរវាចក្មេងខ្លះគប់ដុំដីទៅលើផ្លូវមុខគាត់តែពូសានមិនដែលខឹងឡើយគាត់គ្រាន់តែដើរបន្តដោយស្ងៀមស្ងាត់ថ្ងៃមួយមានក្មេងស្រីម្នាក់ឈ្មោះមេតាផ្លាស់មករស់នៅភូមិនោះជាមួយម្ដាយមេតាមានអាយុ 15 ឆ្នាំជាក្មេងស្រីស្លូតបូតនិងចូលចិត្តជួយអ្នកដទៃថ្ងៃដំបូងដែលនាងឃើញពូសានគាត់កំពុងលើកបាវអង្ករធ្ងន់មួយតែជើងរអិលដួលលើផ្លូវភក់មនុស្សជុំវិញគ្រាន់តែមើលគ្មាននរណាជួយទេមានតែមេតាដែលរត់ទៅលើគាត់ពូមិនអីទេពូសានភ្ញាក់ផ្អើលជាយូរមកហើយគ្មានអ្នកណានិយាយជាមួយគាត់ដោយសំឡេងទន់ភ្លន់បែបនេះទេពូមិនអីទេខ្ញុំជួយយកបាវទៅផ្ទះហើយធ្ងន់ណាស់កូនមេតាញឹមមនុស្សពីរនាក់លើកងាយជាងមនុស្សម្នាក់ពូសានស្ងៀមមួយផ្លែតមុនញឹមតិចជាលើកដំបូងក្នុងរយៈពេលយូរចាប់ពីថ្ងៃនោះមេតាតែងទៅជួយពូសានពេលខ្លះនាងយកបាយទៅឲ្យគាត់ពេលខ្លះជួយសម្អាតផ្ទះចាស់ដែលពោពេញដោយធូលីអ្នកភូមិចាប់ផ្ដើមនិយាយដើមក្មេងស្រីនោះទៅជិតពូកំហួចធ្វើអីប្រយ័ត្នទៅគាត់មិនធម្មតាទេតែមេតាមិនខ្វល់ឡើយថ្ងៃមួយខណៈនាងកំពុងរៀបចំផ្ទះនាងឃើញរូបថតចាស់មួយនៅលើជញ្ជាំងក្នុងរូបនោះមានពូសានកាលនៅក្មេងឈរជាមួយស្ត្រីស្អាតម្នាក់និងក្មេងប្រុសតូចម្នាក់ពូនេះជានរណាពូសានដែលកំពុងអង្គុយនៅក្រៅផ្ទះស្ងៀមយូរប្រពន្ធនិងកូនប្រុសពូមេតាភ្ញាក់ផ្អើលចុះពួកគាត់នៅណាតែចាស់របស់ពូសានចាប់ផ្ដើមញ័រតិចស្លាប់អស់ហើយបរិយាកាសស្ងប់ភ្លាមក្រោយមកគាត់និយាយស្រាលគឺដោយសារពូមេតាស្ដាប់ដោយស្ងៀមពូសានដកដង្ហើមវែងមុនចាប់ផ្ដើមនិយាយរឿងដែលគាត់លាក់ទុកក្នុងចិត្តជាង 20 ឆ្នាំកាលនៅក្មេងគាត់ជាមនុស្សខឹងឆាប់និងផឹកស្រាខ្លាំងរាល់ថ្ងៃគាត់តែងឆ្លោះជាមួយប្រពន្ធថ្ងៃមួយបន្ទាប់ពីផឹកស្រវឹងគាត់បើកម៉ូតូឌុបប្រពន្ធនិងកូនទៅផ្ទះម្ដាយក្មេកតែដោយសារស្រវឹងខ្លាំងម៉ូតូក៏ជ្រុលទៅបុកឡានប្រពន្ធនិងកូនស្លាប់ភ្លាមមានតែគាត់រស់ទឹកភ្នែកចាស់ហូរតាមថ្ពាល់ពូសានថ្ងៃនោះពូសំតែស្លាប់តាមពួកគេមេតាអង្គុយស្ងៀមនាងចាប់ផ្ដើមយល់ថាមូលហេតុដែលបុរសចាស់ម្នាក់នេះរស់ដូចមនុស្សគ្មានព្រលឹងគឺព្រោះគាត់កំពុងដាក់ទោសខ្លួនឯងរាល់ថ្ងៃពូមនុស្សក្នុងភូមិនិយាយត្រូវហើយពូជាមនុស្សអាក្រក់មេតាក្រវីក្បាលភ្លាមមនុស្សធ្វើខុសបានតែបើចេះសោកស្ដាយវាមិនមានន័យថាគាត់អាក្រក់រហូតទេពូសានមើលមុខនាងយូរពាក្យសាមញ្ញរបស់ក្មេងស្រីម្នាក់បែរជាធ្វើឲ្យបេះដូងដែលស្លាប់យូរហើយចាប់ផ្ដើមកក់ក្ដៅឡើងវិញចាប់ពីថ្ងៃដែលពូសានបើកចិត្តនិយាយរឿងអតីតកាលមេតាកាន់តែទៅរកគាត់ញឹកញាប់ជាងមុននាងមិនមើលគាត់ជាពូកំហួចដែលអ្នកភូមិខ្លាចទៀតទេតែជាបុរសចាស់ម្នាក់ដែលកំពុងរស់ជាមួយការសោកស្ដាយធ្ងន់ធ្ងរពេករៀងរាល់ល្ងាចបន្ទាប់ពីរៀនចប់នាងតែងយកបាយឬផ្លែឈើតូចទៅឲ្យគាត់ពូសានក៏ចាប់ផ្ដើមញឹមច្រើនជាងមុនផ្ទះឈើចាស់ដែលធ្លាប់ស្ងប់ស្ងាត់ក៏ចាប់ផ្ដើមមានសំឡេងនិយាយនិងសំណើចស្រាលថ្ងៃមួយមេតាឃើញពូសានអង្គុយជួសជុលឡានកង់ចាស់មួយនៅក្រោមផ្ទះពូជួសជុលឲ្យនរណាកង់កូនអ្នកភូមិ
វាខូចតាំងពីម្សិលគេយកលុយឲ្យពូទេពូសាញឹមតិចអត់ទេពូទំនេរមេត្តាមើលគាត់យូរបរោះដែលមនុស្សគ្រប់គ្នាថាអាក្រក់បែរជាចំណាយពេលជួយអ្នកដទៃដោយមិនយកអ្វីសោះពូជាមនុស្សល្អណាស់គេពូសានសាច់ស្រាលកុំសរសើរពូច្រើនពេកពូខ្លាចខ្លួនឯងមិនសមគេមេត្តាស្ងៀមនាងដឹងថាទោះពេលវេលាកន្លងផុតយូរប៉ុណ្ណាក៏ពូសាននៅតែមិនអាចអភ័យទោសឲ្យខ្លួនឯងបានពីមួយថ្ងៃទៅមួយថ្ងៃអ្នកភូមិចាប់ផ្ដើមចាប់អារម្មណ៍ការផ្លាស់ប្ដូររបស់ពូសានគាត់ចាប់ផ្ដើមជួយជួសជុលរបងផ្ទះអ្នកចាស់ជួយលើកអីវ៉ាន់នៅផ្សារហើយពេលឃើញក្មេងលេងក្បែរផ្លូវគាត់ក៏ដើរទៅជួយមើលថែតែក៏នៅមានមនុស្សខ្លះមិនជឿលើគាត់ដែរយប់មួយមានចោរចូលលួចមាន់អ្នកភូមិមិនដឹងនរណាជាអ្នកចាប់ផ្ដើមនិយាយទេតែចុងក្រោយមនុស្សជាច្រើនក៏ចោទថាពូសានជាអ្នកលួចមនុស្សធ្លាប់អាក្រក់នៅតែអាក្រក់ដដែលខ្ញុំឃើញគាត់ដើរក្បែរផ្ទះខ្ញុំយប់មិញមនុស្សជាច្រើនមកឈរមុខផ្ទះពូសានអ្នកខ្លះស្រែកជេរអ្នកខ្លះគប់ដុំដីពូសានឈរនៅមុខផ្ទះដោយស្ងៀមស្ងាត់គាត់មិនព្យាយាមធ្វើអ្វីទេមេត្តារត់មកទាន់ហើយឈរពាំងមុខគាត់ពួកអ្នកកុំចោទពូគ្មានភស្តុតាងអ្នកភូមិម្នាក់សើចចំអកក្មេងស្រីឯងមិនដឹងអតីតកាលគាត់ទេមេត្តាវិញភ្លាមខ្ញុំដឹងតែខ្ញុំក៏ដឹងដែរថាមនុស្សអាចផ្លាស់ប្ដូរបានមនុស្សជុំវិញស្ងាត់មួយផ្លែតតែពូសានវិញគាត់ទាញដៃមេត្តាស្រាលកុំនិយាយជាមួយពួកគេអីកូនកទឹកមុខគាត់ស្ងប់ស្ងាត់ពេករហូតធ្វើឲ្យមេត្តាឈឺចាប់មួយសន្ទុះក្រោយមេភូមិក៏មកដល់ហើយប្រាប់ថាចោរពិតប្រាកដត្រូវគេចាប់បាននៅភូមិជិតខាងអ្នកភូមិដែលធ្លាប់ស្រែកជេរក៏ចាប់ផ្ដើមស្ងៀមមុខស្ងួតតែគ្មាននរណាសុំទោសពូសានទេយប់នោះមេត្តាអង្គុយក្បែរពូសានក្រោមដើមត្នោតពូមិនខឹងពួកគេទេពូសានញឹមតិចពូធ្លាប់ធ្វើឲ្យមនុស្សខូចចិត្តច្រើនប្រហែលនេះជាអ្វីដែលពូស្មទទួលគេតែពូមិនបានធ្វើអីខុសលើកនេះពូសានសម្លឹងមើលមេឃងឹតយូរពេលមនុស្សម្នាក់ធ្លាប់ខូចឈ្មោះទោះខំល្អប៉ុណ្ណាក៏មានអ្នកមិនជឿដែរមេត្តាស្ដាប់ហើយទឹកភ្នែកក៏ចាប់ផ្ដើមស្រក់តែខ្ញុំជឿពូសានងាកមកមើលនាងកែវភ្នែកចាស់របស់គាត់ក្រហមតិចអរគុណណាកូនជាលើកដំបូងក្នុងជីវិតដែលគាត់មានអារម្មណ៍ថាខ្លួនឯងមិនមែនជាមនុស្សដែលគ្មានតម្លៃទៀតឡើយបន្ទាប់ពីរឿងនោះមេត្តាចាប់ផ្ដើមជួយពូសានធ្វើសួនបន្លែតូចមួយក្រោយផ្ទះពួកគេដាំទេសត្រសក់និងស្ពៃរាល់ព្រឹកពូសានក្រោកមុនថ្ងៃរះទៅស្រោចទឹកខណៈមេត្តានាំនំប៉័ងក្តៅមកឲ្យអ្នកភូមិដែលធ្លាប់ខ្លាចគាត់ក៏ចាប់ផ្ដើមផ្លាស់ប្ដូរយឺតក្មេងខ្លះមកសុំឲ្យពូសានជួសជុលកង់អ្នកចាស់ខ្លះយកបន្លែពីផ្ទះមកឲ្យគាត់សូម្បីអ្នកដែលធ្លាប់ជេរគាត់ក៏ចាប់ផ្ដើមញឹមដាក់គាត់ពេលដើរកាត់តែមានរឿងមួយដែលមេត្តាមិនធ្លាប់ដឹងពូសានកំពុងឈឺធ្ងន់រាល់យប់គាត់តែងក្អកខ្លាំងពេលនៅម្នាក់ឯងពេលខ្លះសូម្បីឈាមក៏ចេញមកតាមមាត់តែគាត់មិនប្រាប់នរណាទេព្រោះសម្រាប់គាត់គ្រាន់តែបានរស់ឃើញមនុស្សជុំវិញលែងស្អប់ខ្លួននឹងមានក្មេងស្រីម្នាក់ហៅគាត់ថាពូទៅដោយក្តីគោរពវាក៏គ្រប់គ្រាន់សម្រាប់ជីវិតដែលធ្លាប់ងឹតរបស់គាត់ទៅហើយរដូវវស្សាចាប់ផ្ដើមមកដល់ភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃធ្វើឲ្យផ្លូវក្នុងភូមិក្លាយជាភក់រអិលទោះអាកាសធាតុត្រជាក់យ៉ាងណាក៏ពូសាននៅតែក្រោកពីព្រឹកទៅស្រោចសួនបន្លែដូចធម្មតាតែសុខភាពគាត់កាន់តែទ្រុឌទ្រោមការក្អកកាន់តែខ្លាំងមុខកាន់តែស្គមហើយពេលដើរគាត់តែងឈប់សម្រាកញឹកញាប់មេត្តាចាប់អារម្មណ៍ថាមានអ្វីមិនប្រក្រតីថ្ងៃមួយខណៈនាងកំពុងរៀបចំផ្ទះឲ្យគាត់នាងក៏ឃើញកន្សែងមួយមានស្នាមឈាមបេះដូងនាងធ្លាក់ចុះភ្លាមពូនេះអីពូសានដែលទើបដើរចូលមកស្ងៀមមួយផ្លែតមុនព្យាយាមញឹមអត់អីទេពូចាស់ហើយពូឈឺតាំងពីពេលណាគាត់មិនឆ្លើយបេតាភ្នែកក្រហមភ្លាមហេតុអីពូមិនប្រាប់ខ្ញុំពូសានអង្គុយចុះយឺតពូមិនចង់ឲ្យកូនបារម្ភនាងទប់ទឹកភ្នែកលែងបានខ្ញុំនាំពូទៅពេទ្យតែពូសានគ្រវីក្បាលស្រាលពូដឹងខ្លួនឯងច្បាស់គេ
បន្ទប់ស្ងប់ភ្លាមមានតែសំឡេងភ្លៀងធ្លាក់លើដំបូលក្រោយមួយសន្ទុះគាត់និយាយទន់ពូរស់មកដល់ថ្ងៃនេះក៏លើសពីអ្វីដែលពូមកទួលហើយមេត្តាយំខ្លាំងជាងមុនកុំនិយាយបែបនេះពូសានលើកដៃញ័រជូតទឹកភ្នែកឲ្យនាងកុំយំអីកូនពូបាយចិត្តណាស់ដែលបានស្គាល់កូនពាក្យនោះធ្វើឲ្យបេះដូងមេត្តាឈឺដូចត្រូវគេចាក់ចាប់ពីថ្ងៃនោះនាងមកមើលថែពូសានរាល់ថ្ងៃនាងចំអិនបបរឲ្យថ្នាំនិងអង្គុយនិយាយជាមួយគាត់រហូតដល់យប់អ្នកភូមិក៏ចាប់ផ្ដើមមកសួរសុខទុក្ខគាត់ដែរអ្នកខ្លះយកផ្លែឈើមកឲ្យអ្នកខ្លះយកថ្នាំសំបីក្មេងដែលធ្លាប់សើចចំអកក៏មកអង្គុយក្បែរគាត់ស្ងៀមថ្ងៃមួយក្មេងប្រុសតូចម្នាក់យករូបគំនូមកឲ្យពូសាននេះខ្ញុំគូពូក្នុងរូបមានបុរសចាស់ម្នាក់ឈរញឹមក្បែរសួនបន្លែពូសានមើលរូបនោះយូរភ្នែកគាត់ក្រហមតិចស្អាតណាស់គេជាលើកដំបូងក្នុងជីវិតដែលគាត់មានអារម្មណ៍ថាមនុស្សមិនបានចងចាំគាត់ជាមនុស្សអាក្រក់ទៀតទេយប់មួយភ្លៀងធ្លាក់ខ្លាំងជាងធម្មតាមេត្តាអង្គុយក្បែរពូសានដែលកំពុងដេកលើគ្រែឈើចាស់ដង្ហើមគាត់ខ្សោយមេត្តាបាត់ពូមានរឿងមួយចង់សុំអីក៏បានគាត់ញឹមតិចថ្ងៃក្រោយកុំឲ្យខ្លួនឯងស្អប់មនុស្សណាលឿនពេកទឹកភ្នែកមេត្តាហូរមិនឈប់ពូសានបន្តទៀតដោយសំឡេងស្រាលព្រោះមនុស្សខ្លះគ្រាន់តែត្រូវការអ្នកណាម្នាក់ជឿលើគាត់ប៉ុណ្ណោះមេត្តាចាប់ដៃគាត់យ៉ាងណែនខ្ញុំនឹងចាំពាក្យពូសានបិទភ្នែកយឺតនៅលើមុខចាស់ជ្រីវជ្រួញនោះមានស្នាមញឹមស្ងប់ស្ងាត់មួយដែលមេត្តាមិនធ្លាប់ឃើញពីមុនហើយនៅយប់ភ្លៀងនោះពូសានក៏ចាក់ចេញទៅយ៉ាងស្ងប់ស្ងាត់ដោយមិនឯកោដូចមុនទៀតឡើយថ្ងៃបុណ្យសពរបស់គាត់អ្នកភូមិស្ទើរទាំងអស់មកចូលរួមមនុស្សដែលធ្លាប់ខ្លាចធ្លាប់ស្អប់ធ្លាប់ជេរក៏ឈរមុខស្រពាប់ស្រពោនដូចគ្នាមេភូមិនិយាយស្រាលនៅមុខមឈូសពូសានប្រហែលធ្លាប់ធ្វើខុសតែចុងក្រោយគាត់បានបង្ហាញថាមនុស្សអាចផ្លាស់ប្ដូរបានពិតមេត្តាឈរអបទ្រនាប់រូបថតចាស់របស់ពូសាននិងគ្រួសារគាត់នាងយំតែមិនមែនដោយភាពសោកសៅតែប៉ុណ្ណោះទេនាងយំព្រោះរីករាយដែលបុរសចាស់ម្នាក់ដែលធ្លាប់រស់ក្នុងភាពងឹតអស់ជាច្រើនឆ្នាំទីបំផុតបានរកឃើញការអភ័យទោសនិងភាពកក់ក្ដៅមុនចាកចេញពីលោកនេះបន្ទាប់ពីពូសានស្លាប់មេត្តាបន្តមើលថែសួនបន្លែតូចក្រោយផ្ទះដូចធម្មតានាងមិនឲ្យផ្ទះឈើចាស់នោះទេរាល់ពេលមានក្មេងមកលេងនាងតែនិយាយប្រាប់ពួកគេអំពីពូសានមិនមែនជាពូកំហួចដែលគ្រប់គ្នាធ្លាប់ខ្លាចតែជាបុរសម្នាក់តែធ្លាប់ធ្វើខុសធ្លាប់បាត់បង់គ្រប់យ៉ាងហើយបានចំណាយជីវិតចុងក្រោយដើម្បីរៀនក្លាយជាមនុស្សល្អម្ដងទៀតហើយនៅពេលខ្យល់បក់កាត់ដើមត្នោតចាស់មុខផ្ទះមេត្តាតែញឹមស្រាលទៅជាពូសាននៅតែអង្គុយទីនោះញឹមមើលសួនបន្លែរបស់គាត់ដោយក្តីសុខស្ងប់ស្ងាត់